សួស្តីបងប្អូនទាំងអស់គ្នាបានជួបខ្ញុំហៀសានម្ដងទៀតហើយបងប្អូនជួបជុំកូនចៅដែលកូនចៅគាត់បានឈប់សម្រាកប្រហែលថ្ងៃពី3ថ្ងៃពីការងារហ្នឹងគាត់ក៏បានមកលេងស្រុកហើយមកលេងមកជួបជុំខ្ញុំជាម៉ែឪរបស់គាត់ហ្នឹងកុំឲ្យខ្ញុំថាឥឡូវខ្ញុំថតឲ្យបងប្អូនបានមើលពីសកម្មភាពក្រុមគ្រួសារខ្ញុំអញ្ចឹងណាបងប្អូនកុំឲ្យតែខ្ញុំរាល់ដងផុសតែរំរែករំច្រៀងឲ្យបងប្អូនមើលក៏រឿងបងប្អូនមើលទៅធុញសាំអីចឹងបងប្អូនណាតែលើខ្ញុំបបែឲ្យបងប្អូនបបលឲ្យបងប្អូនមើលខាងហូបចុកវិញម្ដងកុំឲ្យថាបងប្អូនថាពីថ្ងៃនេះហៀសានមិនបានផុសតែរឿងហូបរឿងចុករឿងស៊ីអញ្ចឹងអត់ទេបងប្អូនគ្រាន់ថាយូរបានជួបជុំកូនចៅអីម្ដងអញ្ចឹងខ្ញុំក៏ថតលេងឲ្យបងប្អូនបានទស្សនាមើលលេងអញ្ចឹងទៅបងប្អូនណាឥឡូវខ្ញុំសូមទោសទុកជាមុនក្រែងខ្ញុំបរិយាយទៅខុសអក្ខរាវិរុទ្ធណាមួយសូមបងប្អូនកុំខឹងកុំប្រកែកប្រកាន់ដល់ខ្ញុំជាភាសាអីណាបងប្អូនណាព្រោះខ្ញុំមិននិយាយចេះអត្ថាធិប្បាយណាខាងពិធីការនីអីទេខ្ញុំចេះតែនិយាយតាមខ្ញុំនឹកឃើញទេបងប្អូនខ្ញុំកំពុងហូបជ្រូកជើងមាន់សាមើហ្នឹងពេលថ្ងៃបងប្អូនណាពេលថ្ងៃនឹងជួបជុំគ្នាទាំងអស់គ្នាខ្ញុំក៏ឲ្យមេដាយដល់ប្រពន្ធខ្ញុំដល់ភរិយាខ្ញុំដែលគាត់ធ្វើជ្រូកជើងមាន់ឲ្យហូបបានឆ្ងាញ់ល្អអញ្ចឹងបងប្អូនណាសើគាត់ទីចោះកុំឲ្យថាយើងបានហូបហើយមិនសើគាត់អ្នកខំធ្វើពូជាខំធ្វើឲ្យយើងហូបឲ្យកូនហូបគាត់ហត់ណាស់ដែរមិនជាថាមិនហត់ទេនេះគាត់អាំងផងគាត់ជ្រក់ជើងមាន់ផងអីផងឥឡូវចប់អាហារពេលថ្ងៃត្រង់ហ្នឹងឥឡូវចូលអាហារពេលល្ងាចម្ដងបងប្អូនអាហារពេលល្ងាចមានអីទេមានត្រីសាម៉ុនហើយនឹងនៅសល់ជើងមាន់នៅសល់ពេលថ្ងៃហ្នឹងនេះកូនពៅគេពងហូបហើយនឹងជាមួយកូនទី2ពងហូបខ្វះ2នាក់ទៀតកូនបងនិងកូនស្រីហ្នឹងគេទៅលេងផ្ទះចតនចតាគេនៅខាងស្រីនោះទៅខាងមាត់ឃ្មួងឥឡូវនៅស្រតែប្រពន្ធខ្ញុំហើយនឹងកូននឹងហូបអាហារតែប៉ុណ្្នឹងទេនៅសល់ពីថ្ងៃហ្នឹងប្រហែលពេលល្ងាចពេលយប់ម្ដងណាបងប្អូនណាពេលយប់ហ្នឹងនៅសល់តែ4នាក់ទេហៀសានហើយនឹងប្រពន្ធហៀសានហើយនឹងកូនប្រុសហៀសានទាំង2នាក់ហ្នឹងរៀងក្រៀមក្រោះបន្តិចហើយបងប្អូនបាត់សមាជិក2នាក់អញ្ចឹងគេទៅលេងឯនោះទៅអញ្ចឹងវីដេអូហ្នឹងខ្ញុំបរិយាយឲ្យបងប្អូនបានស្ដាប់តែប៉ុណ្្នឹងទេខុសត្រូវយ៉ាងណាសូមអភ័យទោសដល់បងប្អូនទាំងអស់ដែលបានស្រឡាញ់រាប់អានហៀសានដែលបានតាមដានមើលហៀសានផុសវីដេអូមករហូតកន្លងមកគាំទ្រហៀសានឥឡូវខ្ញុំសូមបរិយាយអស់ត្រឹមហ្នឹងវីដេអូហ្នឹងក៏ចប់ត្រឹមហ្នឹងដែរបងប្អូនសូមអរគុណនឹងបងប្អូនទាំងអស់សូមជម្រាបលាបងប្អូនបាយឃើញមាត់ខ្ញុំហូបឆ្ងាញ់ដែរបងប្អូនជាចុងក្រោយសូមអរគុណ